ធានាធិបតីអាមេរិកលោក Donald Trump បានចូលរួមនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធានៅឯសហរដ្ឋអាមេរិកលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចូលរួមនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធាប្រពខួបលើកទី250របស់កងទ័ពសហរដ្ឋអាមេរិកនៅទីក្រុង Washington កាលពីថ្ងៃសៅរ៍ទី14ខែមិថុនាកន្លងទៅថ្មីៗនេះគណៈដែលសកម្មជនទូទាំងប្រទេសបន្តធ្វើបាតកម្មប្រឆាំងនឹងរូបលោកវត្តមានកងទ័ពសហរដ្ឋអាមេរិកប្រមាណ 7000 នាក់រួមជាមួយនឹងរថក្រោះយោធាចំនួន150គ្រឿងរថក្រោះ M1 Abrams ប្រមាណ25គ្រឿងរពាដែក Striker ចំនួន28គ្រឿងនិងកាំភ្លើងធំ Paladin ចំនួន4គ្រឿងត្រូវបានដាក់បង្ហាញនៅក្នុងពិធីនេះគូបញ្ជាក់ផងដែរថាពិធីដង្ហែក្បួនព្យុហយាត្រាយោធានេះក៏ត្រូវធ្វើឡើងស្របពេលនៃខួបគម្រប់អាយុ79ឆ្នាំរបស់លោកប្រធានាធិបតី Donald Trump ផងដែរបាទចំថ្ងៃល្អមែនទែននៅរតនាបាទគឺកាលពីថ្ងៃទី14បាទកន្លងទៅថ្មីៗនេះបាទគឺជាបាទខួបបាទយោធាលើកទី250បាទរបស់អាមេរិកណាបាទហើយចំខួបកំណើតបាទរបស់លោក Donald Trump បាទវ័យ78ចូល79ឆ្នាំផងដែរ